នៅក្នុងពិភពលោកដែលវិលលឿនដូចបច្ចុប្បន្នយើងម្នាក់ប្រៀបដូចជាទូកតូចមួយដែលកំពុងអណ្ដែតកណ្ដាលមហាសមុទ្រដ៏ធំធេងជួនកាលមេឃស្រឡះខ្យល់ត្រជាក់ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងមុនថាព្យុះភ្លៀងនឹងបោកបក់មកនៅពេលណានោះទេនៅពេលដែលរលកបោកបក់មកខ្លាំងតើអ្វីទៅដែលជួយទប់អ្នកមិនឲ្យលិចលង់តើអ្វីទៅជាបង្អែកដ៏រឹងមាំបំផុតនៅពេលដែលអ្នកមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងប្រឆាំងនឹងអ្នកមិត្តភាពពិតមិនមែនគ្រាន់តែជាការស្គាល់គ្នាដើម្បីសើចសប្បាយក្នុងថ្ងៃមានក្តីសុខនោះទេប៉ុន្តែវាគឺជាយុទ្ធការនៃជីវិតយុទ្ធការមិនមែនមានវត្តមានដើម្បីបង្អួតសម្រស់ឡើយតែវាមានវត្តមានដើម្បីទប់ទល់នឹងខ្យល់ព្យុះមិត្តដ៏ពិតប្រាកដគឺជាអ្នកដើរចូលមកនៅក្នុងជីវិតរបស់អ្នកខណៈពេលដែលពិភពលោកទាំងមូលដើរចេញពីអ្នកពួកគេមើលឃើញភាពហត់នឿយក្នុងកែវភ្នែករបស់អ្នកទោះបីជាអ្នកព្យាយាមញញឹមដើម្បីលាក់បាំងវាក៏ដោយពួកគេមិនសន្យាថានឹងជួយដោះស្រាយរាល់បញ្ហារបស់អ្នកឡើយប៉ុន្តែពួកគេសន្យាថាអ្នកនឹងមិនប្រឈមមុខនឹងវាតែម្នាក់ឯងនោះទេនៅក្នុងជីវិតមនុស្សរាប់រយនាក់អាចនឹងមកអបអរសាទរនៅពេលដែលអ្នកជោគជ័យប៉ុន្តែមានតែយុទ្ធការដ៏រឹងមាំប៉ុន្មានអ្នកប៉ុណ្ណោះដែលសុខចិត្តនៅក្បែរអ្នកក្នុងថ្ងៃដែលអ្នកគ្មានអ្វីសោះមិត្តភាពដែលល្អមិនត្រូវការនិយាយផ្អែមល្ហែមរាល់ថ្ងៃនោះទេតែវាត្រូវការគោរពដោយភាពស្មោះត្រង់និងការយល់ចិត្តគឺការដឹងថាទោះបីជាផ្លូវខាងមុខវែងឆ្ងាយនិងលំបាកយ៉ាងណាក៏យើងនៅតែមានដៃមួយសម្រាប់កាន់និងមានស្មាមួយសម្រាប់បង្អែកតម្លៃនៃមិត្តភាពមិនមែនវាស់វែងដោយពេលវេលាដែលបានស្គាល់គ្នានោះឡើយប៉ុន្តែវាស់វែងដោយសកម្មភាពដែលបានធ្វើចំពោះគ្នាក្នុងគ្រាលំបាកសូមក្រឡេកមើលទៅមនុស្សដែលនៅក្បែរអ្នកបើអ្នកមានមនុស្សម្នាក់ដែលសុខចិត្តស្ដាប់អ្នកដោយមិនវិនិច្ឆ័យនិងនៅក្បែរអ្នកដោយមិនគិតប្រយោជន៍ចូលថែរក្សាពួកគេឲ្យបានល្អកុំរងចាំដល់ថ្ងៃស្អែកដើម្បីប្រាប់ពួកគេថាអរគុណដែលនៅក្បែរគ្នាមិត្តភាពគឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលលុយកាក់មិនអាចទិញបាននេះគឺជាកំណត់ហេតុផ្កាស្លារក្សាយុទ្ធការរបស់អ្នកឲ្យល្អដើម្បីធ្វើដំណើរទៅមុខដោយក្តីសង្ឃឹម